បុរសនោះកំពុងរៀននៅវិទ្យាល័យនៅពេលយ៉ាងណាក៏ដោយយានបានស្លាប់យ៉ាងសោកនាដកម្មនៅយប់នោះនៅសាលាឡៃនេះដើម្បីជាកម្មសិទ្ធិរបស់យាយមីងហេបានចេញមកបង្កបញ្ហាហើយគាត់បានរកឃើញខ្លោចអ្នកប្រាំកំពូលចូលចិត្តធ្វើតាមដូច្នេះគាត់បានបោះអ្វីដែលពួកគេចូលចិត្តគឺការប្រែក្លាយតួលេខក្រដាសស្ត្រីស្រស់ស្អាតជាច្រើនអ្នកបានចេញមកបង្ហាញខើឈួងយានមានអារម្មណ៍លងស្នេហ៍ខ្លាំងណាស់រហូតដល់លងស្នេហ៍តែជ្រុះត្រូវបានស្រង់យកសារធាតុនិងឈាមរបស់វាឡើងនៅថ្ងៃនោះពួកគេខកខានចាងហ្វេងខកខានពេលវេលាកំណត់ជីងស៊ីបានមកដល់ក្រសួងពិធីគាត់បានស្នើសុំរៀបការជាមួយយិនមូដិនហើយលទ្ធផលគឺជីនមូមានអារម្មណ៍មិនសប្បាយចិត្តតែបានជ្រើសរើសខៃឈួនយួននៅល្ងាចនោះចាងហ្វេងបាននៅឯគេហដ្ឋានរបស់រដ្ឋមន្ត្រីការខកចិត្តដោយទូចរបស់លីយូជីងអ្នកឧបត្ថម្ភរបស់គាត់គឺដូចនេះហើយគាត់បានផ្លាស់ប្ដូរខ្លួនឯងគាត់បានប្រែក្លាយខ្លួនគាត់ទៅជារដ្ឋមន្ត្រីឆែនរូបរាងរបស់ការភីនីពណ៌មាសហើយបន្ទាប់មកទៅលួងលោមយ៉ែនយ៉ែនទៅគាត់មិនត្រឹមតែផ្ដល់ការលួងលោមដោយពាក្យសម្ដីប៉ុណ្ណោះទេគាត់ថែមទាំងគេក៏បាននាំយកកំណប់ទ្រព្យទឹកផងដែរពួកខ្ញុំនោះត្រូវបានប្រគល់ឲ្យទៅយ៉ែងហ្សែនដែលត្រូវបានគេណែនាំដោយលើការសិក្សារបស់អ្នកទៅវានឹងមានច្រើនជាងនេះក្នុងរយៈពេល2ឆ្នាំមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះការប្រឡងដោយរីករាយខ្លាំងគាត់ក៏ងើយមុខឡើងពេលក្រឡេកមើលទៅពួកគេបានរកឃើញថាវាគឺជាអ្នកសាកសពលីយូជីងបានទាញនាងចេញយ៉ាងលឿនយ៉ាងយ៉ែនឥឡូវនេះជាបញ្ហានៃជីវិតនិងសេចក្តីស្លាប់ចាងហ្វេងគឺជាមនុស្សតែម្នាក់គត់ដែលមានវត្តមានដោយធ្វើតាមរូបមន្តនៃរឿងភាគទូទស្សន៍យ៉ាងយ៉ែនច្បាស់ជាត្រូវគេដាក់គុកមិនខានវាជាបទទុក្ខឃាតកម្មរចនាប័ទ្មចិនបុរាណរបស់យ៉ាងយ៉ែនមិនមានអារម្មណ៍ជ្រាលជ្រៅណាស់ផលប្រញាប់ឡើងហើយថែរក្សាអ្វីពួកគេបានរត់គេចខ្លួនប៉ុន្តែមិនបានទៅណាឆ្ងាយប៉ុន្មានទេចាងហ្វេងបានបុកជាមួយជីនសាងដោយមិននឹកស្មានដល់ស្រីរបស់សៀវភៅនេះគឺសេនមូដាននិងជីនការភីនីបានឃើញយ៉ាងហ្សែនបង្ហាញខ្លួនបុរសនៅក្នុងពូថៅនោះមានទាំងការភ្ញាក់ផ្អើលនិងងឿងឆ្ងល់ចាងហ្វេងចង់បោះជំហានទៅមុខហើយនិយាយជាមួយគាត់ចាប់ផ្ដើមការសន្ទនាប៉ុន្តែត្រូវបានយិនមូដិនច្រឡំបានខ្លាចជាមនុស្សស្រីនិយមពួកអ្នកបម្រើដែលបានឮសំឡេងស្រែកពួកគេបានប្រញាប់ប្រញាល់ទៅយកយ៉ាងហ្សែនគាត់ត្រូវបានចាប់ខ្លួនរបស់អ្នកប្រាជ្ញខយសុកក៏ត្រូវបានលោករដ្ឋមន្ត្រីនិងលោកនាយកយកទៅគ្រួសារនេះបានរកឃើញវាហើយឥឡូវនេះខៃយិនបានសោយទីវង្គតហើយរដ្ឋមន្ត្រីជីនមានការព្រួយបារម្ភចាងហ្វេងបានប្រើការសន្យារៀបការជាលេខក្រុមគ្រួសារឆេងយិនបានទូចថាចាងហ្វេងមានការខូចចិត្តយ៉ាងខ្លាំងដោយសារតែការភ្ជាប់ពាក្យដោយមានការអន់ចិត្តគាត់ក៏បានគាត់ត្រូវបានសម្លាប់នៅក្នុងគេហដ្ឋានរបស់រដ្ឋមន្ត្រីលំមួយនៅគេហដ្ឋានរបស់រដ្ឋមន្ត្រីបន្ទាប់មកអ្នកថែរក្សាផ្ទះបានបញ្ជូនយ៉ាងយ៉ែនចូលដល់ខេត្តកៃហ្វេងតែមុខទៅបាវកុងអំឡុងពេលសួរចម្លើយលោកយ៉ាងយ៉ែនបានឆ្លើយតបដោយខាងដើមរបស់យិនបានឆ្លើយសំណួរនេះហើយនិយាយថាខ្ញុំមានការភីនីពណ៌មាសដែលខ្ញុំអាចប្រើសម្រាប់បានផ្ដល់សក្ខីកម្មប៉ុន្តែយ៉ាងយ៉ែនមិនដឹងអ្វីទាំងអស់ការពេលអូនីពណ៌មាសដែលបានផ្ដល់ឲ្យនាងនៅគឺជាវ័យយើងដែលខ្លែងខ្លួនដូចដែលបានរំពឹងទុកនៅពេលដែលការភីនីពណ៌មាសរីកពេលមកដល់សាលធំនៃខេត្តកៃហ្វេងគាត់បានបដិសេធយ៉ាងដាច់អហង្ការថាគាត់មានទំនាក់ទំនងស្នេហាជាមួយយ៉ាងប្រាច់ខយចាងហ្វេនភ័យស្លន់ស្លោភ្លាមខ្ញុំមិនយល់ថាហេតុអ្វីបានជាការភីនីពណ៌មាសលេចឡើងត្រឡប់ទៅតាមពាក្យសម្ដីរបស់អ្នកវិញហើយអ្នកបណ្ដាលបានឃើញយ៉ាងបដិសេធវាដោយពឹងផ្អែកលើសារអំណាចនៃបណ្ណាល័យអធិរាជបញ្ជាឲ្យបាវប៉ូលីសបានវាយក្បាលរបស់យ៉ាងហ្សែនភ្លាមខ្ញុំមិនដែលរំពឹងថារឿងតូចតាចបែបនេះទេអ្នកបម្រើនោះពិតជានៅក្នុងហាងរបស់បាវកុងមែនពួកគេបានបង្រៀនបាវកុងពីរបៀបធ្វើអ្វីនៅក្នុងតំបន់នោះចៅក្រមបាវបានដឹងវាភ្លាមតើអ្នកណាកំពុងស្រែកនៅក្នុងបន្ទប់សវនាការក្រឡេកមើលអាកប្បកិរិយាក្រអ៊ិតក្រទុំរបស់ជាងចឹងហើយចៅក្រមបាវគ្មានជំរឿអ្វីក្រៅពីធ្វើតាមនោះទេនោះបានបំពេញតាមការស្នើសុំរបស់គាត់ចៅក្រមបាវគ្រាន់តែមិនអនុវត្តតាមច្បាប់ទោះបីជាវាជាគ្រួសាររាជវង្សក៏ដោយពួកគេនៅតែអាចចូលរួមបានគេហ៊ានវាយខៃទុកឲ្យតែអ្នកទៅអ្នកបម្រើក្នុងគ្រួសាររបស់មន្ត្រីជាន់ខ្ពស់ម្នាក់